ថ្នាលបឋម PLP PLP EdTech ថ្នាលបឋម PLP ជាវេទិកា Digital សម្រាប់លោកគ្រូអ្នកគ្រូកម្រិតបឋមសិក្សាប្រើសម្រាប់បង្រៀនសិស្សប្រើសម្រាប់រៀននិងគណៈគ្រប់គ្រងសាលារៀននិងថ្នាក់ដឹកនាំប្រើសម្រាប់តាមដានវឌ្ឍនភាពនិងលទ្ធផលសិក្សារបស់សិស្សនៅពេលណាក៏បាននៅទីណាក៏បានថ្នាលបឋម PLP មាន4ផ្នែកធំៗទី1ផ្នែកមាតិកា Content ផ្នែកនេះមានមាតិកា Digital ជាច្រើនសម្រាប់លោកគ្រូអ្នកគ្រូនិងសិស្សធ្វើសកម្មភាពសិក្សារាប់ម៉ឺនតាមមុខវិជ្ជាកម្រិតថ្នាក់និងមេរៀនសម្រាប់ពង្រឹងចំណេះដឹងមុខវិជ្ជាផងនិងបំណិនត្រិះរិះពិចារណាផងប្រឡងដើមគ្រានិងចុងគ្រាតាមមេរៀនប្រចាំខែប្រចាំឆមាសចុងឆ្នាំនិងដើមឆ្នាំអានសៀវភៅរាប់រយចំណងជើងដែលត្រូវបានបែងចែកតាមកម្រិតលំបាកធ្វើស្វ័យសិក្សាដើម្បីអភិវឌ្ឍវិជ្ជាជីវៈតាមប្រព័ន្ធ credit ដែលមានការទទួលស្គាល់តាមដានលទ្ធផលសិក្សានិងប្រវត្តិសិក្សាដូចជារយៈពេលចំនួនសកម្មភាពសិក្សានិងសំណួរតេស្តសម្រាប់ស្វ័យសិក្សាតាមកម្រិតសមត្ថភាពសិស្សរក្សាទិន្នន័យសម្បូរបែបទុកបម្រើគោលបំណងតាមដាននិងស្រាវជ្រាវសម្រាប់បង្កើតឬធ្វើកំណែទម្រង់គោលនយោបាយឬធ្វើអន្តរាគមន៍ជួយសិស្សទាន់ពេលវេលា2ផ្នែកគ្រប់គ្រងមាតិកា Content Management ផ្នែកនេះមានមុខងារសម្រាប់គណៈកម្មការមាតិកានិងលោកគ្រូអ្នកគ្រូបង្កើតសកម្មភាពសិក្សានិងសំណួរតេស្តតាមមុខវិជ្ជាកម្រិតថ្នាក់និងមេរៀនច្រើនទម្រង់សម្រាប់អានស្ដាប់និងមើលអមដោយសេចក្តីពន្យល់និងងាយស្រួលសម្រាប់ស្វ័យសិក្សាធ្វើបច្ចុប្បន្នភាពសកម្មភាពសិក្សានិងសំណួរតេស្តផ្អែកលើមតិត្រឡប់របស់លោកគ្រូអ្នកគ្រូសិស្សនិងអ្នកពាក់ព័ន្ធដែលប្រើប្រាស់ថ្នាលបឋម3ផ្នែករបាយការណ៍ Report ផ្នែកនេះមានមុខងារសម្រាប់គណៈគ្រប់គ្រងកម្រិតសាលារៀនកម្រងស្រុកខេត្តនិងជាតិតាមដានវឌ្ឍនភាពនិងលទ្ធផលសិក្សាសង្ខេបជាទម្រង់តារាងនិង graphic កម្រិតសាលារៀនកម្រងសាលារៀនស្រុកខេត្តតំបន់និងថ្នាក់ជាតិប្រចាំថ្ងៃសប្តាហ៍ខែនិងឆ្នាំប្រៀបធៀបវឌ្ឍនភាពសិក្សានិងលទ្ធផលសិក្សារវាងសាលារៀនស្រុកនិងខេត្តប្រើមុខងារនេះជាទម្រង់ប្រកួតប្រជែងតាមកម្រិតថ្នាក់ជាសកម្មភាពសិក្សានិងលទ្ធផលសិក្សាដើម្បីជំរុញការប្រើប្រាស់ថ្នាលបឋម PLP តាមដានទិន្នន័យបន្តផ្ទាល់បង្ហាញសកម្មភាពសិក្សានិងសំណួរតេស្តដែលសិស្សនិងលោកគ្រូអ្នកគ្រូកំពុងប្រើប្រាស់វិភាគទិន្នន័យដើម្បីចងក្រងរបាយការណ៍ដែលបម្រើគោលបំណងអ្នកប្រើប្រាស់ផ្សេងៗគ្នាទាំងកម្រិតជាតិនិងក្រោមជាតិ4ផ្នែកគ្រប់គ្រងគណនេយ្យ User Management ផ្នែកនេះមានមុខងារសម្រាប់ក្រុមការងារបច្ចេកទេសបង្កើតគណនេយ្យសម្រាប់គ្រូបង្រៀននិងសិស្សតាមថ្នាក់និងសាលារៀនដោយប្រើយន្តការដែលរក្សាសុវត្ថិភាពប៉ុន្តែងាយស្រួលក្នុងការចូលប្រើប្រាស់ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសិស្សដូចជាលុបឬប្តូរពីថ្នាក់មួយទៅថ្នាក់មួយឬពីសាលារៀនមួយទៅសាលារៀនមួយទៀតផ្ទេរសិស្សពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀតក្នុងឆ្នាំសិក្សាថ្មីរក្សាទិន្នន័យសិស្សច្រើនឆ្នាំសម្រាប់ការស្រាវជ្រាវនិងតាមដានវឌ្ឍនភាពនៃប្រព័ន្ធអប់រំដែលផ្អែកលើលទ្ធផលសិក្សារបស់សិស្សសូមអរគុណ